សួស្តីរាត្រី Pop Street បាទសម្រាប់បងប្អូនដែលមានដំណើរទេសនាចរឬក៏កំសាន្តពេលរាត្រីបាទជាមួយនឹងខេត្តសៀមរាបជាមួយនឹងទិដ្ឋភាពទូទៅនៅតំបន់ទេសចរសៀមរាបអង្គរយើងនេះបាទគឺសម្បូរបែបផងណាបាទជាមួយមានដូចជាប្រាសាទបុរាណបាទប្រាសាទនានាបាទជុំវិញទូទាំងខេត្តសៀមរាបមិនត្រឹមតែមានប្រាសាទដ៏អច្ឆរិយភោរផងនោះទេថែមទាំងមានពេលរាត្រីកន្លែងសម្រាប់ទេសនាចរកំសាន្តពីក្បាលប្រឡប់រហូតដល់ទល់ភ្លឺបាទសម្រាប់បងប្អូនចូលចិត្តដើរកំសាន្តពេលរាត្រីបងប្អូនកុំភ្លេចណាជាមួយនឹង Pop Street បាទទីកន្លែងនេះគឺជាកន្លែងដែលភ្ញៀវជាតិទាំងអន្តរជាតិទូទៅក៏ដូចជាភ្ញៀវជាតិយើងផងដែរបាទដែលនិយមចូលចិត្តព្រោះកន្លែងនេះគឺជាកន្លែងកំសាន្តហើយពេញមួយរាត្រីបាទគឺពិសេសណាស់បាទជាមួយនឹងផ្សាររាត្រី Pop Street នេះបាទជាមួយនឹង Bar Garden បាទជាមួយនឹង Disco បាទនៅជុំវិញនេះគឺកន្លែងសប្បាយៗកំសាន្តពេលរាត្រីបាទមិនត្រឹមតែប៉ុណ្ណេះនៅជុំវិញផ្សាររាត្រីនេះគឺមានការប្រគំដូចជាចង្វាក់សូបាទជាមួយនឹងបងប្អូនបាទនៅចង្វាក់រំក្បាច់ពិសេសបាទគ្នាដែរគឺជាធ្វើឲ្យមានភ្ញៀវចិត្តយើងក៏ចាប់អារម្មណ៍ផងដែរជាមួយនឹងក្រុមសូបាទជាមួយនឹងចង្វាក់ភ្លេងជាមួយនឹង remix បាទជាមួយនឹងបទប្លែកជាមួយនឹងចង្វាក់រំយ៉ាងរស់រវើកជាមួយនឹងបងប្អូនបាទដែលសូបង្ហាញបាទនៅក្នុងអឺផ្លូវ Pop Street យើងបាទនៅក្នុងទឹកដីនៃខេត្តសៀមរាបឬក៏ Pop Street ពេលរាត្រីបាទនៅជុំវិញ Pop Street នេះគឺមានជាមួយនឹងផ្សាររាត្រីបាទគឺមានបងប្អូនអ្នកលក់អ្នកដូរជាមួយនឹងបៀបាបាទមិនតែប៉ុណ្ណោះទេគឺមានជាមួយនឹងលក់វត្ថុអនុស្សាវរីយ៍ផ្សេងអញ្ចឹងបងប្អូនដែលមានដំណើរកំសាន្តបានទៅខេត្តសៀមរាបបងប្អូនតែងតែពេលរាត្រីបងប្អូនតែងតែនឹកឃើញដល់ផ្សាររាត្រីមកស្ទឹងក៏ដូចជានៅក្នុង Pop Street នេះផងដែរបាទមកទៅតែម្ដងគឺមានបងប្អូនអាជីវករអាជីវកម្មជាមួយនឹងជាងគំនូបាទឆ្លាក់គូក្បាច់បាទគឺប្រកែណាបាទគឺសម្បូរបែបនៅក្នុងផ្លូវ Pop Street នេះផងដែរបាទដែលមានការបើកកំសាន្តបាទចាប់ពីម៉ោង6រហូតដល់ទៀបភ្លឺឯណោះបាទជាមួយនឹង Beer Garden បាទ Pub បាទនៅក្នុងនេះគឺជាមួយនឹងភ្ញៀវបាទអន្តរជាតិគឺចូលចិត្តខ្លាំងណាស់បាទកន្លែងនេះគឺចម្រុះជាតិសាសន៍យើងតែម្ដងបាទនេះហើយគឺជាចំណុចរសើបមួយបាទនៅក្នុងទឹកដីខេត្តសៀមរាបដូចជាមហានគររបស់យើងមិនត្រឹមតែមានប្រាង្គប្រាសាទល្អនោះទេថែមទាំងមានកន្លែងកំសាន្តជាច្រើនទៀតអ្វីដែលពិសេសគឺសុវត្ថិភាពបាទសន្តិសុខសង្គមល្អបងប្អូនមកខេត្តសៀមរាបកក់ក្ដៅបាទជាមួយនឹងម្ហូបចំណីបាទផ្សេងគឺមានសុវត្ថិភាពបាទទទួលបាននៅសុវត្ថិភាពសុខភាពល្អបាទនឹងទទួលបាននៅអារម្មណ៍ប្លែកបាទនៅក្នុងទឹកដីនៃខេត្តសៀមរាបប្លែកអារម្មណ៍បាទជាមួយនឹងបងប្អូនកំពុងតែ remix ចាក់ចង្វាក់ល្អបាទជាចុងក្រោយនេះគឺវីដេអូខ្លីៗមានតែប៉ុណ្ណេះបាទសូមជម្រាបលាបងប្អូនទៅប៉ុណ្ណេះរកជំរាបឆ្កងពាក្យពេចន៍កាយវិការណាមួយមិនសមរម្យលើសលួសបងប្អូនកាន់តែអភ័យទោសផងបាទខ្ញុំបាទនឹងព្យាយាមធ្វើវីដេអូបង្ហាញនៅតំបន់ទេសចរផ្សេងទៀតបាទគណៈពេលនេះខ្ញុំបាទសូមលំអរកាយគ្រប់នឹងជម្រាបលាបងប្អូនទៅប៉ុណ្ណេះសូមអរគុណនិងសូមជម្រាប